ចាបងប្អូន Xtobo នេះតម្លៃ18ហើយ Transmart នេះតម្លៃ25បងប្អូនចង់ដឹងថាកម្លាំង15វ៉ាត់ដូចគ្នាហើយមានអីខុសគ្នាខ្លះបងប្អូនមើលវីដេអូនេះណាឥឡូវខ្ញុំមកប្រាប់បងមុនគេជាមួយនឹង Xtobo Rainbow 2តម្លៃ18កម្លាំងគេ15វ៉ាត់បងប្អូនប្រភេទនេះមាន RGB មានការពារទឹកអីមកស្អាតហើយបងប្អូនថាអត់ចង់ប្រើ Bluetooth អាចភ្ជាប់ជាមួយ memory បានមុខនេះយើងអាចដាក់ memory បាននេះហើយសាកថ្មប្រភេទ Type C សេរីថ្មីណាបងប្អូនហើយការពារទឹកបានមកស្អាត IPX7 ប្រភេទ Advanced របស់ក្រុមហ៊ុនដូចគ្នាធានា1ឆ្នាំចំពោះថ្មគេគឺល្អមែនទែនបងប្អូនបានរហូតដល់ប្រហែលជា10ម៉ោងបងប្អូននិយាយទៅម៉ូតនេះខ្ញុំលក់យូរហើយខ្ញុំលក់បោះច្រើនគ្រាប់មែនទែនបងប្អូនដែលគាត់ទិញម៉ូតហ្នឹងគេច្រើនតសារថាគុណភាពតម្លៃសមរម្យគុណភាពល្អសលេងបុកបាសជះល្អបងប្អូនណាអញ្ចឹងយើងងាកមកមើល Transmart នេះវិញ Transmart នេះក៏មិនណយមកដែរបងប្អូនតម្លៃ25ទេកម្លាំង15វ៉ាត់ថ្មរហូតដល់18ម៉ោងម៉ូតនេះគឺអ្នកបងប្អូនដែលគាត់ទឹមតែស្គាល់ Transmart ណាភាគច្រើនគាត់ឆ្លាញ់ម៉ូតនឹងមែនទែនចង់បានបែបមានភ្លើងហើយបើយើងអត់ប្រើ Bluetooth ទេបងប្អូនដាក់ memory ក៏បានយើងអាចដោតពីកុំព្យូទ័រអីបានបងប្អូនយើងមានដូច AUX ហើយមានដាក់ memory បានសម្រាប់ថ្មបានហូតដល់18ម៉ោងនេះគឺបងប្អូនប្រើបានយូរមែនតើហើយការពារទឹកហាក់ណែនល្អបងប្អូនមើលរៀងគេនេះមានខ្សែយូរឡើងខ្ជូតមែនតើពីម៉ូតនេះគឺអត់ពិបាកសម្រាប់ចិត្តម៉ានេះបងប្អូនអញ្ចឹងបងប្អូនភាគច្រើនគាត់ឆ្លាញ់ខាង Xtobo អ្នកខ្លះក៏គាត់ឆ្លាញ់ Transmart អញ្ចឹងសម្រាប់ពីម៉ូតនេះខ្ញុំណែនាំមែនតើសម្រាប់យើងស្ដាប់ងុំល្មមនៅក្នុងផ្ទះហើយសលេង Transmart បងប្អូនដែលធ្លាប់ប្រើ Transmart គាត់ដឹងហើយសលេងបែបងុំរណ្ដំទោះបីយើងបើកតិចមិនក៏នៅតែសលេងព្រោះដែរហើយសម្រាប់Xtobo នេះក៏សលេងគេល្អដែរងុំល្អអញ្ចឹងសម្រាប់មកវិញបងប្អូនស្រឡាញ់រៀងបែបណាចង់បានតម្លៃរៀងសមរម្យទៀតបងប្អូនអាចយក Xtobo នេះបានហើយបើថាថែមតិចតួចអីចង់សាក Transmart បងប្អូនអាចយក T7 mini នេះបានណាធានា1ឆ្នាំដូចគ្នាហ្វ្រីសេវាដឹកគ្រប់ខេត្តក្រុងណាបងប្អូនស្រឡាញ់ពេញចិត្តឬក៏ចង់សួរព័ត៌មានអីបន្ថែមអាចឆាតចូល Page ឬក៏លេខទូរស័ព្ទនៅលើវីដេអូនេះបានណាអរគុណចា៎